Tại hành trình mi on đã chiết bàn bắt tỏ thẹn thay khlang bát tham tiết nơi khung bậc ngày chan ní bài chỉ mi su bông phun tọt níส่วนสวากรมบอกการวิพิตรายhành trìnhมีประจำថ្ងៃจันทร์ที่23ខែមីនាឆ្នាំ2026យើងឃើញថាតម្លៃhành trìnhมีអន្តរជាតិនៅក្នុងព្រឹកនេះបើកផ្សារមកគឺមានការធ្លាក់ចុះយ៉ាងគំហុកមកគិតមកដល់ពេលបច្ចុប្បន្ននេះគឺទើបតែបើកផ្សារបានជាង2ម៉ោងទេប៉ុន្តែតម្លៃមាសគឺបានធ្លាក់ចុះមកខ្លាំងមកដល់កម្រិតទាបចាស់របស់វាកាលពីខែ2ណាបាទអញ្ចឹងមាសនៅក្នុងផឹកនេះមុននេះគឺបានធ្លាក់ចុះដល់កម្រិត$4,404ក្នុងអោនឬក៏ប្រមាណជា$5,306ក្នុងមួយដុល្លឹងបាទហើយបច្ចុប្បន្នទើបតែងើបឡើងទៅវិញតិចទេមកដល់កម្រិត$4,440ក្នុងអោនវិញហើយបាទអញ្ចឹងយើងមកមើលហាងឆេងមាសនៅក្នុងថ្ងៃនេះទាំងអស់គ្នាចង់ដឹងថាតើយើងអាចជួញដូរពីកម្រិតណាបានបាទតម្លៃណាគូទិញតម្លៃណាគូលក់បាទអញ្ចឹងយើងទៅមើលកត្តាបច្ចេកទេសទាំងអស់គ្នាបាទអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះគឺបើសិនជាយើងមើលទៅលើបកគោប្រចាំសប្តាហ៍ណាបកគោប្រចាំសប្តាហ៍គឺសប្តាហ៍មុនគឺបិទនៅ full body តែម្ដងបងប្អូនបង្ហាញពីកម្លាំងលក់ចោះខ្លាំងបាទអញ្ចឹងសប្តាហ៍នេះអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតបាទបើទោះបីជាត្រូវឡើងទៅវិញក៏ដោយគឺត្រូវមានការធ្លាក់ចុះមកខាងក្រោមបន្ថែមទៀតសិនហើយបាទមកកម្លាំងលក់ខ្លាំងយើងទៅមើលបកគោប្រចាំថ្ងៃបងប្អូនបកគោប្រចាំថ្ងៃអត់ខុសពីបកគោប្រចាំសប្តាហ៍ប្រហែលទេកម្លាំងលក់ចុះខ្លាំងអត់តមានសញ្ញាទិញឡើងទៅលើវិញទេបាទយើងចូលទៅមើលបកគោរយៈពេល1ម៉ោងតែម្ដងទៅបងប្អូនខ្ញុំបានបែងចែកជាកម្រិតទាបនិងកម្រិតខ្ពស់បាទកម្រិតទាបទិញលក់កម្រិតទាបគឺយើងមាន3កម្រិតទី1នៅ$4,396ក្នុងអោនកម្រិតទាបទី2នៅ$4,330ក្នុង1អោនហើយនិងកម្រិតទាបទី3នៅ$4,275ក្នុង1អោន3កម្រិតនេះគឺជាកម្រិតដែលយើងអាចធ្វើការទិញឡើងទៅលើបាទសម្រាប់កម្រិតខ្ពស់ក៏យើងមាន3កម្រិតដូចគ្នាកម្រិតខ្ពស់ទី1គឺនៅកម្រិត$4,572ក្នុង1អោនកម្រិតខ្ពស់ទី2នៅ$4,667ក្នុង1អោនហើយនិងកម្រិតខ្ពស់ទី3នៅ$4,734ក្នុង1អោនបាទខ្ញុំកែបន្តិចបាទអញ្ចឹងសម្រាប់មាសនៅក្នុងព្រឹកនេះខ្ញុំមើលឃើញនៅមានការធ្លាក់ចុះនៅឡើយទេអត់តន់អាចធ្វើការទិញឡើងទេតម្លៃមុននេះគឺវាបានធ្លាក់មកក្បែរកម្រិតទី1ហើយក៏ដោយបាទប៉ុន្តែយើងចាំមើលតិចទៀតសិនមានសញ្ញា confirm យើងអាចធ្វើការទិញឡើងទៅវិញបាទអញ្ចឹងកម្រិតដែលយើងអាចធ្វើការទិញឡើងគឺមាន3កម្រិតខាងក្រោមហ្នឹងទី1នៅ$4,396នេះបាទអញ្ចឹងទី2នៅ$4,330អញ្ចឹងសម្រាប់កម្រិតដែលយើងអាចធ្វើការលក់ចោះក្នុងករណីវាឡើងទៅវិញនៅក្នុងថ្ងៃនេះបាទឡើងទៅ$4,572នេះយើងអាចធ្វើការលក់ចោះមកវិញបានដែរបាទឬក៏បំបែកកម្រិតហ្នឹងបានទៅដល់$4,667បាទអញ្ចឹងគឺយើងអាចធ្វើការទិញលក់នៅក្នុងតម្លៃដែលខ្ញុំបានជំរាបជូនហ្នឹងបាទមានកម្រិតទាបកម្រិតខ្ពស់របស់វាហ្នឹងយ៉ាងណាមិញសម្រាប់មាសនៅក្នុងព្រឹកនេះគឺខ្ញុំបានលក់ចោះមកវិញហើយត្រូវទិញឡើងខ្ញុំនឹងតម្លាក់ទៅក្នុងក្រុមបន្ថែមទៀតបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ដែលបងប្អូនដែលមានចម្ងល់អីអាចធ្វើការសាកសួរបន្ថែមបានតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង comment បាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណហើយសូមគោរពលាបាទបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ